ហើយងាកមកខាងនេះគឺជាប្រភេទចម្លាក់នឹងចម្លាក់នេះ5 6អង្គនេះហើយនឹងនៅព្រះប្រហែលជាចូល10អង្គទៀតអំពីស្នែងនេះស្នែងបក់ធ្លុះនេះពិសេសបងប្អូនស្នែងខ្មៅបក់ធ្លុះនេះគឺបក់ធ្លុះ3ជាន់កន្លែងនេះមួយកន្លែងនេះមួយកន្លែងនេះមួយតែខ្ញុំកាត់ដោយសារស្នែងហ្នឹងដកអត់ចេញបងប្អូនស្នែងហ្នឹងបក់ធ្លុះយូរពេកទៅនេះវាបក់ធ្លុះឡើងខូងដល់ឆ្អឹងហើយវាត្រុតដល់លើនេះទៀតនេះស្នែងបក់ធ្លុះនេះខ្ញុំធ្លាប់បង្ហាញឲ្យបងប្អូនមើល3 4វីដេអូដែរស្នែងគឺមកទាំងដើមដកអត់ចេញទេនេះស្រាខ្ញុំកាត់កណិតពេញហ្នឹងរួចដកអត់ចេញដកមកវាទឹះកន្លែងនេះទឹះកន្លុកកន្លែងនេះកន្លែងនេះកន្លែងដុសសាច់នេះវាបក់ធ្លុះកន្លែងនេះហើយបានវាមកដុសសាច់ខាងក្រោមនេះនេះចឹងស្នែងពិសេសសាងបានជាតួអង្គនេះសាងបានតួអង្គព្រះខ្វាមដៃ8ហើយទឹកដៃនេះគឺទឹកដៃដែលទទួលយកបានមកបងប្អូនណាទឹកដៃស្អាតហ្នឹងហើយទឹកដៃស្អាតមានព្រះខ្វាមមានព្រះឈ្នះមាមានព្រះសីវលីគឺយើងប្រើខាងការពារនៅអំពើអំពន់មុនខ្មៅបន្សាបនៅអំពើស្នេហ៍ហើយបើជ្រូកជើង5នេះ100គុណការពារអំពើអំពន់ខាងបាញ់បោះខាងអាវុធគឺមួយអេមស្មើនឹងខ្នាយតាន់ជ្រូកជើង5វិជាស្មើនឹងខ្នាយតាន់1បងប្អូនណាស្មើនឹងខ្នាយតាន់1ហ្នឹងហើយខ្នាយតាន់រយនេះឯនោះបានលើសំឡេងតែបើថាជ្រូកជើង5មិនងាយមានទេអស់ហើយហ្នឹងហើយអស់ហើយចម្លាក់ខាងលើនេះសាងពីស្នែងក្របីខ្មៅបក់ធ្លុះដូចគ្នាគាត់ថាស្នែងមុនគឺខ្ញុំជាវផុតហើយកន្លែងបក់ធ្លុះក៏ខ្ញុំជាវឲ្យទៅបងប្អូនឬក៏លោកផុតដែរនេះចម្លាក់ដែលបានពុទ្ធិពិស័យនេះពុទ្ធិពិស័យមានចូល6 7អង្គនៅសល់ខ្វាមដៃ2ព្រះខ្វាមដៃ2នេះគឺយើងប្រើហាងការពាររារាំងអំពើអំពន់អំពើស្នេហ៍នឹងកន្លែងដែលបងប្អូនគេថាមានពួកអមនុស្សនៅហ្នឹងគឺយើងមានមួយអង្គដាក់តាមខ្លួនទៅកិច្ចផុតរួចហ្នឹងហើយអញ្ចឹង3នាក់បើសិនជាយើងខ្លួនទៅទេហើយរិស័យយើងសយផងរិស័យយើងដាក់ផងគឺយើងហើយជួបគ្រោះហើយកម្មដៃនេះក៏ខ្ញុំប្រើស្នែងខ្មៅបក់ធ្លុះ3 4ក្បាលធ្វើលេខគ្នាដែរគឺយើងប្រើខាងស្នែងមហានិយមហើយនឹងការពារស្អាតណាបងប្អូនពាក់ទៅស្អាតណាពាក់ទៅស្អាតហ្មងហ្នឹងហើយសម្រាប់បងប្អូនស្រីនេះមានប្រម៉ែធរណីប្រម៉ែនាគនេះសាងពីក្លីបក់ធ្លុះសល់មួយអង្គនេះទេហើយប្រម៉ែធរណីសាងពីខ្មៅបក់ធ្លុះបានពុទ្ធិពិស័យ4ដងប្រម៉ែធរណីណាប្រម៉ែនាគអត់បានទេតែបានធ្វើកិច្ចជាមួយលោកឪនេះហើយស្នែងនេះក៏ល្អដែរនេះស្នែងនេះហ្នឹងឈ្នះមេនេះបានពុទ្ធិពិស័យខ្វាមនេះក៏បានពុទ្ធខ្វាមនេះអត់ទេខ្វាមនេះអត់ទេវគ្គក្រោយវគ្គចុងក្រោយបើវគ្គមុនខ្ញុំជឿផុតអស់ហើយហ្នឹងហើយទាំងចម្លាក់ដែលខ្ញុំបានសាងទី1ឆ្លាក់ដៃហើយទឹកដៃគឺស្អាតទឹកដៃស្អាតហើយបានធ្វើកិច្ចជាមួយព្រះសង្ឃត្រឹមត្រូវតាមក្បួនហើយប្រភេទស្នែងគឺខ្ញុំប្រើតែស្នែងបក់ធ្លុះទេស្នែងតៃសាស្នែងធម្មតាខ្ញុំអត់និយាយទៅស្នែងធម្មតាខ្ញុំអត់សាងទេហ្នឹងហើយខ្ញុំប្រើតែស្នែងបក់ធ្លុះទេហ្នឹងហើយជ្រូកជើង5នេះខ្ញុំគ្រាន់តែបង្ហាញទេបងប្អូនអត់ជឿទេព្រោះរបស់នេះគឺទី1ស្នែងទី2ការពារយកទៅ100គុណដោយស្នែងក្បីបក់ធ្លុះអញ្ចឹងស្នែងខ្លះគឺយើងប្រើហាងក្របលំសេវបាញ់អត់ចេញដែរស្នែងខ្លះណាហើយប្រើហាងស្នែរ៉ូស៊ីខ្លាំងគឺស្នែរ៉ូស៊ីស្នែលក់ដូរពួកខ្ញុំធ្លាប់ប្រើគឺខ្ញុំចឹងហ្នឹងហើយស្នែលក់ដូរស្នែដដីស្នែតាក់ទីអញ្ចឹងណាស្នែប្រុសស្នែស្រីបាទចឹងមានតែប៉ុណ្ណឹងសូមអរគុណបងប្អូនហ្នឹងហើយ